Ai prasad pyramidដែលនៅក្នុងពិភពលោកសពថ្ងៃប្រាសាទដែលនៅចំកណ្ដាលគេគឺជាប្រាសាទរបស់ខ្មែរបាទឃើញផតាំងអីទេសង្គមមានអក្សរបុរាណនិងថ្មហ្នឹងអស់ពីស្រុកខ្មែរនឹងយកទៅធ្វើនៅនោះឯងអូខេបាទអញ្ចឹងយើងមានច្រើនណាព្រោះខ្ញុំបានទៅដល់ទៀតប្រាសាទហ្នឹងនៅពីរ៉ាមីតហ្នឹងបាទខ្ញុំទៅក្នុងវ័យសម័យលន់ណុលបាទខ្ញុំទៅជាមួយលោកគ្រូតាខ្ញុំដែលគាត់ខ្ញុំមិនឲ្យរៀនភាសាបរទេសគាត់គ្រូខ្ញុំតាំងខ្ញុំនៅតូចម្ល៉េះបាទឥឡូវអញ្ជើញមកនេះមក ជួយត្រាក់ទីពីតារីសនេះគឺជារូបភាពការឈូកត្រូវបាតជើងរបស់ព្រះអង្គអញ្ចឹងព្រះអង្គជាព្រះរបស់យើងណាក្រោយពេលដែលកូនចៅនឹងលែងគោរពព្រះអង្គជាព្រះហើយคลายទៅជាស្រីរំរបាំនេះមើលរូបចម្លាក់ឃើញទេគេមានឆ្លាក់ឲ្យយើងបានដឹងទាំងអស់ពេលនឹងក្រោយពេលដែលយើងទុកព្រះអង្គថាជាស្រីរំរបាំនេះមើលរូបចម្លាក់អត់មានការឈូកត្រូវបាតជើងទេបាទអញ្ចឹងពេលហ្នឹងប្រទេសជាតិនឹងប្រែខ្លះដល់ព្រោះអក្សរសាស្ត្រនៅក្នុងលោកសម័យមានជាប់ពាក់ព័ន្ធនឹងអក្សរសាស្ត្រខ្មែរហើយប្រាសាទពីរ៉ាមីតដែលនៅក្នុងពិភពលោកសពថ្ងៃប្រាសាទដែលនៅចំកណ្ដាលគេគឺជាប្រាសាទរបស់ខ្មែរបាទឃើញផតាំងអីទេសង្គមមានអក្សរបុរាណនិងថ្មហ្នឹងអស់ពីស្រុកខ្មែរនឹងយកទៅធ្វើនៅនោះឯងអូខេបាទអញ្ចឹងយើងមានច្រើនណាព្រោះខ្ញុំបានទៅដល់ទៀតប្រាសាទហ្នឹងនៅពីរ៉ាមីតហ្នឹងបាទខ្ញុំទៅក្នុងវ័យសម័យលន់ណុលបាទខ្ញុំទៅជាមួយលោកគ្រូតាខ្ញុំដែលគាត់ខ្ញុំមិនឲ្យរៀនភាសាបរទេសគាត់គ្រូខ្ញុំតាំងខ្ញុំនៅតូចម្ល៉េះបាទឥឡូវអញ្ជើញមកនេះមកជួយត្រាក់ទីពីតារីសនេះគឺជារូបភាពការឈូកត្រូវបាតជើងរបស់ព្រះអង្គអញ្ចឹងព្រះអង្គជាព្រះរបស់យើងណាក្រោយពេលដែលកូនចៅនឹងលែងគោរពព្រះអង្គជាព្រះហើយคลายទៅជាស្រីរំរបាំនេះមើលរូបចម្លាក់ឃើញទេគេមានឆ្លាក់ឲ្យយើងបានដឹងទាំងអស់ពេលនឹងក្រោយពេលដែលយើងទុកព្រះអង្គថាជាស្រីរំរបាំនេះមើលរូបចម្លាក់អត់មានការឈូកត្រូវបាតជើងទេបាទអញ្ចឹងពេលហ្នឹងប្រទេសជាតិនឹងប្រែខ្លះ